បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺសូមមកបង្ហាញទស្សនវិជ្ជាមួយដែលពួកខ្ញុំជុំគ្នាបងប្អូនមានមីយាយតាកូនប្រសាទាំងប្រុសទាំងស្រីគឺមកជុំគ្នាឲ្យពុកម៉ែបងប្អូនដើម្បីសែនទៅដល់ភ្នោរបស់ឪពុករបស់ខ្ញុំដែលបានទទួលមរណភាពបាទកាលពីឆ្នាំ2016បាទឥឡូវនេះមកដល់នេះគឺរយៈពេល9ឆ្នាំហើយពុកម៉ែបងប្អូនមកដល់ឆ្នាំ2025បាទគឺជាគម្រប់ខួបបាទ9ឆ្នាំបាទឥឡូវនេះគឺការជុំបងជុំប្អូនទាំងមីងទាំងមាក្មួយចៅបាទគឺបានមកជុំគ្នាឲ្យពុកម៉ែបងប្អូនដើម្បីធ្វើការបោសសម្អាតនៅភ្នោរបស់គាត់បាទដើម្បីធ្វើការសែនទៅតាមប្រពៃណីបាទតាមបែបប្រពៃណីខ្មែររបស់យើងបាទជុំបងជុំប្អូនពូមីងមាយាយតាអញ្ចឹងទៅបាទមួយឆ្នាំមានម្ដងគឺយើងសែនគៀកនឹងចូលឆ្នាំហើយបាទពុកម៉ែបងប្អូនបាទសម្រាប់ការសែននេះมันមានអ្វីច្រើនទេពុកម៉ែបងប្អូនគឺមានបាយសម្លអីអញ្ចឹងទៅបាទមានទឹកមានអីនឹងគឺជាការជ្រោចទៅតាមប្រពៃណីខ្មែររបស់យើងបាទពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនអាចទៅទស្សនានឹងតាមដានទស្សនវិជ្ជាបាទភាពអ៊ូអរប៉ុណ្ណានៅពេលដែលពួកគាត់ធ្វើការសែនជុំគ្នាបែបនេះបាទអញ្ចឹងពុកម៉ែបងប្អូនចូលទៅស្ដាប់ទាំងអស់គ្នាបាទបាទដោយបងប្អូនបានឃើញហើយនៅក្នុងទស្សនវិជ្ជានេះគឺថាទាំងក្មេងទាំងចាស់បាទគឺជជែកគ្នាឡើងអ៊ូអរតែម្ដងបាទពុកម៉ែបងប្អូនបាទមានទាំងបងទាំងប្អូនកូនក្មួយកូនប្រសាប្រុសកូនប្រសាស្រីអីគឺមកជុំគ្នាឲ្យពុកម៉ែបងប្អូននៅថ្ងៃនេះ